ជំរាបសួរសូមស្វាគមន៍សាជាថ្មីមកកាន់គេហទំព័រ AK វីដេអូសុខភាពដែលកម្មវិធីយើងខ្ញុំតែងតែចែករំលែកនៅប្រធានបទទាក់ទងនឹងសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋដូច្នេះថ្ងៃនេះក៏មិនខុសពីសប្តាហ៍រាល់ដងដែលមានការអញ្ជើញចូលរួមពីលោកស្រីវិជ្ជបណ្ឌិតបេបូរ៉ានីឯកទេសផ្នែកជំងឺទឹកនោមផ្អែមនិងក្រពេញអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកនៅប្រធានបទក្រោមចំណងជើងថាការតាមដានសម្រាប់អ្នកជំងឺទឹកនោមផ្អែមចាដូច្នេះកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញជួបជាមួយនឹងលោកស្រីវិជ្ជបណ្ឌិតទាំងអស់គ្នាជំរាបសួរអ្នកគ្រូចាចង់ជំរាបសួរអ្នកគ្រូថាហេតុអ្វីយើងចង់បាច់ត្រូវធ្វើការតាមដានជាប្រចាំជាមួយនឹងអ្នកជំងឺទឹកនោមផ្អែមចាចាគឺដោយសារតែជំងឺទឹកនោមផ្អែមជាជំងឺមួយប្រភេទដែលជាលក្ខណៈរ៉ាំរ៉ៃហើយវាធ្វើឲ្យមានលេចចេញនៅផលវិបាកជាច្រើនអញ្ចឹងបានជាយើងត្រូវការតែតាមដានអ្នកជំងឺទឹកនោមផ្អែមឲ្យបានទៀងទាត់និងជាប់លាប់ដើម្បីឲ្យប្រកាសថាជាតិស្ករនៅក្នុងឈាមរបស់គាត់ល្អដើម្បីពន្យានៅការលេចចេញនៅផលវិបាកទាំងអស់នោះចាអញ្ចឹងជាមួយគ្នានេះផងដែរអញ្ចឹងថាតើយើងគួរតាមដានជំងឺទឹកនោមផ្អែមហ្នឹងតាមរបៀបណាខ្លះចាតើតើនឹងការតាមដានរបស់ជំងឺទឹកនោមផ្អែមជាចម្បងទី1គឺច្បាស់ណាស់ដែលយើងនិយាយអំពីជាតិស្ករអញ្ចឹងទី1យើងមានជាតិស្ករដែលយើងជួសចុងដៃដែលយើងឃើញអ្នកជំងឺជាទូទៅគាត់និយាយមកមាន100 200ហ្នឹងឯងហ្នឹងឯងទី2មួយទៀតសម្រាប់ជាតិស្ករគឺយើងមានគេហៅថា hemoglobin A1C អូចាអញ្ចឹងអ្នកគ្រូក្រៅពីមើលស្ករចុងដៃនឹងហើយមិញខ្ញុំឮអ្នកគ្រូមានប្រសាសន៍ថាមាន A1C មួយទៀតចាអញ្ចឹងចង់ជម្រាបសួរអ្នកគ្រូដូចគ្នាថាតើអ្វីទៅគឺជា A1C នឹងចាA1C គឺជាទម្រង់មួយប្រភេទនៃគ្រាប់ឈាមដែលភ្ជាប់ទៅនឹងជាតិស្ករដែលយើងមើលជាមធ្យមគឺរៀងរាល់3ខែម្ដងសម្រាប់តាមដានអ្នកជំងឺទឹកនោមផ្អែមចង់ដឹងថាក្នុងកំឡុងរយៈពេល3ខែចុងក្រោយហ្នឹងតើស្ករគាត់ជាមធ្យមហ្នឹងប្រមាណដែរសម្រាប់ A1C នេះដែរគឺជាទូទៅយើងមើលរៀងរាល់3ខែម្ដងប៉ុន្តែក្នុងករណីមួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមគាត់តាមដានមកជាប់លាប់ជាតិស្ករគាត់នឹងណល្អច្រើនហើយយើងអាចទៅជាដល់5ឬ6ខែមើលម្ដងចាអញ្ចឹងថាតើជាចុងក្រោយអ្នកគ្រូមានដូចជាសារផ្ដាំផ្ញើក៏ដូចជាដំបូងមានអ្វីទៅកាន់បងប្អូនរបស់យើងដែលមានបញ្ហាទាក់ទងនឹងជំងឺទឹកនោមផ្អែមផងដែរចាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺជាដំបូងយើងលើកទឹកចិត្តឲ្យគាត់ត្រូវញ៉ាំថ្នាំឲ្យទៀងទាត់ក្រៅពីនេះគាត់ត្រូវមានរបបអាហារ3ពេលដែលសមស្របមានបន្លែមានសាច់និងចុងក្រោយគាត់ត្រូវមានទាក់ទងនឹងការហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន3ដងក្នុងមួយសប្តាហ៍ហើយក្នុងម្ដងហ្នឹងឲ្យបានអាច30ទៅ60នាទីដើម្បីជាចំណែកមួយក្នុងការជួយគ្រប់គ្រងជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែមចាដូច្នេះក៏សូមអរគុណដល់អ្នកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចែករំលែកនៅប្រធានបទថ្ងៃនេះចាដូច្នេះពីអេគីបវីដេអូសុខភាពអនុញ្ញាតសូមអរគុណសូមគោរពលា